ចុះបើសិនបើអ្នកដែលគាត់នៅក្នុងស្ថានភាពហ្នឹងហ្មងខ្ញុំជឿថាអាចនឹងពិបាកសម្រាប់គាត់នៅក្នុងការស្រោចស្រង់ខ្លួនឯងឡើងប៉ុន្តែយ៉ាងហោចណាស់ខ្ញុំជឿថាអាចនឹងនៅមានវិធីចាបើខ្ញុំគិតថាបើសិនបើខ្លួនយើងជួបបញ្ហាហ្នឹងដំណោះស្រាយដែលល្អគឺយើងសួរបញ្ជាក់ខ្លួនឯងយើងដឹងថាខួរក្បាលពេលយើងពេលហ្នឹងយើងស្មុគស្មាញយើងវល់ណាប៉ុន្តែត្រូវធ្វើម៉េចយើងមានសតិដាក់សតិយើងឡើងមកវិញឲ្យដឹងខ្លួនឡើងវិញសួរបញ្ជាក់ខ្លួនឯងហេតុអីបានអញពិបាកចិត្តម៉េះហេតុអីមិនស្មុគស្មាញម៉េះតើអញស្មុគស្មាញដោយសារតែការងារដោយសារតែបុគ្គលហ្នឹងឬក៏ដោយសារតែជីវិតហ្នឹងយើងអត់ពេញចិត្តខ្លួនឯងព្យាយាមសួរបញ្ជាក់ដូចនិចលើកឡើងមកមិញអញ្ចឹងរកឲ្យឃើញបើយើងអាចថាដោះទៅវាបានប្រសើរឡើងចា៎អញ្ចឹងពីខ្លួនឯងរកអាហ្នឹងឲ្យឃើញយកឧទាហរណ៍មួយថាឥឡូវបើសិនបើយើងនៅកន្លែងការងារចោះយើងស្មុគស្មាញនឹងការងារយើងថាយើង stress មួយការងារតើ stress ដោយសារអីការងារច្រើនការងារដែលអត់ចូលចិត្តឬមួយក៏យើង stress មួយមនុស្សនៅកន្លែងការងារហើយខ្ញុំដឹងថាអាចថាវា3វាពាក់ព័ន្ធគ្នាតែមួយណាវាធ្ងន់ជាងគេចា៎អញ្ចឹងបើយើងរកបានធ្ងន់ជាងគេយើងចូលទៅដោះអាហ្នឹងមុនចាបើសិនបើថាយើង stress ដោយសារបណ្ដាញសង្គមខ្ញុំមានមិត្តភ័ក្តិម្នាក់បើវឹកចោចាយើងមានមិត្តភ័ក្តិម្នាក់គាត់មានអារម្មណ៍ថាគាត់ stress ដោយសារបណ្ដាញសង្គមគឺគាត់លុបអា application ហ្នឹងចោលហ្មងខ្ញុំគាត់ថាអូខេជំរឿសដូចល្អមួយយ៉ាងដែរដែលគាត់ចែកម្លែកមួយយើងណាចាគាត់ថាគាត់ stress ដោយសារ Facebook គាត់លុប Facebook មួយរយៈក្រោយខ្ញុំគាត់ថាជំរឿសល្អមួយយ៉ាងដែរហើយបើងាកទៅកន្លែងការងារវិញខ្ញុំគិតថាល្អបំផុតគឺ take a break សម្រាកមួយរយៈហើយទៅធ្វើអ្វីដែលជាចំណង់ចំណូលចិត្តរបស់យើងមិនថាស្ដាប់តន្ត្រីលេងតន្ត្រីហាត់កីឡាទៅសាកថ្មជីវិតចាទៅដើរលេងជាមួយមិត្តភ័ក្តិឬក៏គ្រួសារឬក៏តែឯងក៏ដោយឲ្យតែគិតពីសុវត្ថិភាពទៅហើយនឹងមួយទៀតខ្ញុំថាជួយគេលោកក្មេងៗអត់ធ្វើប៉ុន្តែខ្ញុំធ្វើគឺសមាធិចាអាសមាធិតាំងសតិតាំងអារម្មណ៍ហ្នឹងវាពិតជាអាការហ្វឹកហាត់ពីការដកដង្ហើមហ្នឹងវាជួយបានមកចំណែកធំពិតមែនចាអានោះសាឡបងធ្វើអីដែលយើងចូលចិត្តទៅមករយៈហើយចាំត្រឡប់មកគិតគូរឡើងវិញនៅក្នុងការរៀបចំចំណុចចុងក្រោយខ្ញុំគិតថាយើងត្រឡប់មកវិញដូចនិចថាអញ្ចឹងយើងរៀបចំបើសិនបើយើងដឹងថាយើង stress ដោយសារការងារដោយសារមិនវាច្រើនពេកអូខេច្រើនពេកសមត្ថភាពយើងអត់ដល់ឬមកក៏យើងអត់ទាន់ចេះរៀបចំបែងចែកពេលវេលាបើយើង stress ថាការងារនឹងអត់ចូលចិត្តគួរតែពិចារណាទៅចែកថាធ្វើម៉េចដើម្បីឲ្យយើងចូលចិត្តធ្វើការងារដែលយើងអត់ចូលចិត្តវិញអាពីនឹងវាខុសនេះអញ្ចឹងហ្នឹងហើយចាំបានថាគណៈពេលហ្នឹងយើងមិនអាចថាយើងបដិសេធជាមួយនឹងការងារដែលយើងអត់ចូលចិត្តទេអញ្ចឹងត្រូវតែវឹកហាត់ឲ្យខ្លួនឯងសម្រាប់បានការងារដែលខ្លួនឯងអត់ចូលចិត្តនឹងវិញដែរហើយបើអត់ចូលចិត្តមួយមនុស្សអាហ្នឹងវាត្រូវការនិយាយគ្នាហើយបើយើងអត់ចូលចិត្តមួយក្រុមការងារហ្នឹងឬក៏អត់ចូលចិត្តមួយមេវាត្រូវតែមានដំណោះស្រាយខ្ញុំគិតថាការ communicate ការធ្វើទំនាក់ទំនងការនិយាយហ្នឹងនឹងជាដំណោះស្រាយមួយដ៏ល្អដែលយើងនៅក្នុងការចាប់ផ្ដើមក្លាហាននិយាយដោយការគោរពប្រាប់ពីអ្វីដែលយើងចូលចិត្តអ្វីដែលយើងមិនពេញចិត្តអ្វីដែលយើងអាចធ្វើបាន